បាទទូតកេសនិកជនយើងបន្តទៅព័ត៌មានកីឡាជាតិមួយទៀតបាទគឺអ្នកភូមិសាស្ត្របាទសំទោសបាទគឺអ្នកភូមិសាមគ្គីបានមូលមតិគ្នារៀបចំទូកបាទត្រៀមប្រកួតបាទនៅឯឃុំរស័យជ្រោយបាទស្រុកមុខកំពូលខេត្តកណ្ដាលលោកកៅសុភាដដែលនឹងធ្វើសេចក្តីរាយការណ៍ជូនរួមគ្នាថែទាំសុខភាពអ៊ីវ៉ាបើទោះបីជាព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែអកអំបុកឆ្នាំ2025នៅរាជធានីភ្នំពេញដែលត្រូវនឹងថ្ងៃទី4ថ្ងៃទី5ថ្ងៃទី6ខែវិច្ឆិកាឆ្នាំ2025នៅឆ្នាំនេះត្រូវបានផ្អាកតែរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ឱកាសឲ្យរៀបចំពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែអកអំបុកតាមបណ្ដាខេត្តនិងភូមិស្រុកនានាដែលអាចប្រព្រឹត្តទៅបានធម្មតាតាមទំនៀមទម្លាប់ប្រពៃណីនិងតាមលទ្ធភាពជាក់ស្ដែងរបស់អាជ្ញាធរនិងប្រជាពលរដ្ឋតាមមូលដ្ឋានរៀងៗខ្លួនតួយ៉ាងក្នុងឱកាសនៃថ្ងៃបុណ្យភ្ជុំបិណ្ឌត្រូវនឹងថ្ងៃទី20ខែកញ្ញាឆ្នាំ2025ខាងមុខនេះនៅមាត់ទន្លេនៅឃុំរស័យជ្រោយស្រុកមុខកំពូលខេត្តកណ្ដាលក្រុងនឹងរៀបចំពិធីប្រណាំងទូកងទូកខ្នាតអន្តរជាតិនិងទូកចែវដើម្បីអបអរក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌព្រមទាំងដកស្រង់បទពិសោធន៍បច្ចេកទេសគ្នាទៅវិញទៅមកអំពីវិស័យកីឡាលើផ្ទៃទឹកដែលជាទំនៀមទម្លាប់ប្រពៃណីដូនតាតាំងពីបុរាណកាលមកជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅរស់នៅតាមដងទន្លេព្រែកជាដើមបើតាមគម្រោងនឹងមានទូកងទូកខ្នាតអន្តរជាតិនិងទូកចែវប្រមាណជាង50ទូករបស់ខេត្តកណ្ដាលនិងខេត្តជាប់គ្នាព្រមទាំងរាជធានីភ្នំពេញមួយចំនួនចូលរួមប្រកួតប្រជែងផងដែរសម្រាប់អ្នកភូមិសាមគ្គីឃុំព្រែកដំបងស្រុកមុខកំពូលខេត្តកណ្ដាលបានស្រុះស្រួលមតិគ្នារៀបចំនិងធ្វើការទម្លាក់ទូកចែវដែលមានឈ្មោះថារតនមនីសាមគ្គីមានជ័យចូលក្នុងទឹកទន្លេដើម្បីធ្វើការវឹកហាត់សមជើងចែវត្រៀមចូលរួមប្រកួតនៅពិធីប្រណាំងទូកងទូកខ្នាតអន្តរជាតិនិងទូកចែវនៅឃុំរស័យជ្រោយនៅថ្ងៃទី20ខែកញ្ញាឆ្នាំ2025ត្រូវនឹងថ្ងៃបិណ្ឌទី14ផងដែរបាននិយាយពីឈ្មោះទូកចៅរតនមនីសាមគ្គីមានជ័យជាទូកស្ថិតនៅក្នុងវត្តជ្រៃមាសាគរឃុំព្រៃដំបងស្រុកមុខកំពូលខេត្តកណ្ដាលគឺជាទូកចៅដែលមានឈ្មោះល្បីល្បាញកើតចេញពីញើសឈាមនិងការរួមកម្លាំងសាមគ្គីរបស់អ្នកភូមិសាមគ្គីឃុំព្រៃដំបងស្រុកមុខកំពូលខេត្តកណ្ដាលបូកផ្សំនឹងសប្បុរសជនមួយចំនួនផងនោះធ្លាប់ចូលរួមប្រកួតប្រជែងទទួលបានជ័យលាភីជាច្រើនទាំងថ្នាក់ស្រុកនិងថ្នាក់ខេត្តកណ្ដាលផងដែរជាពិសេសជាម្ចាស់ជើងឯកលេខ1ថ្នាក់ជាតិកាលពីព្រះរាជពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែនិងបណ្ដែតប្រទីបឆ្នាំ2024កន្លងទៅនៅរាជធានីភ្នំពេញលីយ៉ុងបរិសុទ្ធជីវិតស្រស់ថ្លា